ស្វាគមន៍អ្នកគុណនិយមគ្រប់គ្រប់បកទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងព្រេងនិទានព្រះបុរាណភាគទី85ដែលជាភាគបន្តរបស់យើងសាច់រឿងចាប់ផ្ដើមឡើងមកហាញឲ្យឃើញនៅអ្នកកម្មាប់បន្ទាប់ពីបរមគ្រូត្រឡប់មកវិញគេសប្បាយចិត្តខ្លាំងមែនទែនតែបរមគ្រូប្រាប់ឲ្យកុំឲ្យគេមកចិត្តក៏ព្រោះថាគាត់ប្រាប់ឲ្យគាត់មិនត្រូវការគេទៀតនោះទេហើយក៏មិនអាចបីគេរួចនោះដែរលោកយាយស៊ីក៏បានលើកឡើងថាបរមគ្រូបានចិញ្ចឹមជ្រូកនេះឡើងកម្មាប់ឆ្នាំថ្មីមកដល់ពួកយើងអាចកាប់ចែកសាច់គ្នាញ៉ាំបានតែកាប់សាច់ក៏ត្រៀមតាំងតោរួចជាស្រេចតែបរមគ្រូប្រាប់ឲ្យថាកុំបំភ័យគេកាលលោកយាយស៊ីនៅតូចបានឃើញនៅសត្វឈីលីនផ្នែកស្លើដូចជាកូនកណ្ដុរអញ្ចឹងហើយនៅពេលដែលគាត់បានជួបជាមួយនឹងឈីលីននេះដំបូងទំហំរបស់គេប៉ិនឆ្មាប៉ុណ្ណោះបន្ទាប់មកគេបានផឹកស៊ីដោយសេរីទម្រាំនឹងគាត់ដឹងនឹងគេធំបាត់ទៅហើយអរិយទូធានរំលឹកនៅតាមផ្លូវមេបបិសាចតាមសួរក៏បានជួយចិញ្ចឹមគេដែរតែទាំងអស់គ្នាទំយើងគេខូចអស់ហើយព្រឹទ្ធាចារ្យមេភូមិនៅខាងក្រោយកុំឲ្យឈានមួយជួយជ្រៅខ្លាំងពេកខាងក្នុងវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់គ្រាន់តែពួកគាត់ដើរជុំវិញស្ទើរតែត្រូវបានស្លាប់ទៅហើយសំណាងដែលតកោបានមកដល់អាចនាំពួកគាត់ចេញត្រឡប់មកវិញដោយសុវត្ថិភាពក៏ប៉ុន្តែលើកនេះពួកគាត់ក៏ទទួលបាននៅដំណឹងអាក្រក់មួយដំណឹងល្អមួយឲ្យឈានមូដំណឹងអាក្រក់នោះគឺទីនេះមិនមែនជាភូមិវូយ៉ូនោះទេឈានមូសួរឲ្យថាចុះដំណឹងល្អវិញព្រឹទ្ធាចារ្យមេភូមិប្រាប់ថាពួកគាត់រកឃើញនៅឈ្មោះគ្រួសាររបស់ឈានមូរួចឲ្យទៅថ្នាំយករបស់នេះប្រគល់ឲ្យទៅថ្នាំប្រាប់ថាឈានមូគឺមាននៅត្រកូលឈិនមានរបស់មួយចំនួនដែលដូចទៅនឹងរបស់ទាំងនេះនៅក្នុងក្រុងតាមមេភូមិបានឲ្យគាត់ប្រមូលអក្សរដែលនៅខាងលើគឺដូចគ្នាទៅនឹងបន្តោងខ្សែករបស់ឈានមូដែរឈានមូក៏បានប្រាប់ទៅតាមផ្លូវដែលគាត់បានឃើញនៅផ្ទះមួយចំនួនដែលមានរបស់ឆ្លាក់នៅអក្សរឈិនគាត់បានគិតថាវាជាផ្ទះរបស់គាត់ការដែលគិតអំពីវាច្រើនពេកចិត្តរបស់គាត់ក៏ច្របូកច្របល់អក្សរឈិននៅលើក្រណាត់នេះវារៀងខុសប្លែកពីបន្តោងរបស់គាត់បន្តិចតាមមេភូមិប្រាប់ឲ្យមើលទៅភូមិនេះមិនមែនជាកន្លែងកំណើតរបស់ឈិនមូនោះទេលោកជីស៊ីបែបនេះក៏ចាប់ផ្ដើមអាណិតអាសូរទៀតហើយព្រឹទ្ធាចារ្យដទៃទៀតក៏ដូចគ្នាដែរតាមមេភូមិបន្តប្រាប់មូថាពុកម្ដាយរបស់ឯងប្រហែលជានៅមានជីវិតនៅឡើយនោះទេគាត់ក៏បានប្រទះឃើញនៅរបស់ពិសេសមួយក្រោយពីលើអញ្ចឹងតាថ្នាំក៏បានសួរថាតើសមរម្យដែរទេដែលប្រគល់ឲ្យគេឥឡូវនេះតាមមេភូមិតបថាគាត់គ្មានពេលវេលាច្រើនទៀតដើម្បីរស់នោះឡើយបើសិនជាមិនឲ្យឥឡូវនេះតើពេលណាទៅតាថ្នាំក៏បានប្រគល់នៅកញ្ចក់មួយដែលជាផែនទីផ្លូវឆ្ពោះទៅកាន់ភូមិវូយ៉ូពួកគាត់បានប្រទះឃើញនៅក្នុងទូកមួយនោះព្រមទាំងកុំឲ្យឈានមូមើលអីដោយសារតែគាត់បានបិទត្រានៅលើកញ្ចក់នេះហើយនៅពេលដែលឈានមូអាចដោះនៅត្រានេះចេញបានបន្ទាប់មកទើបអាចឃើញនៅផ្លូវទីនោះគ្រោះថ្នាក់ណាស់គាត់មិនចង់ឲ្យឈានមូទៅឥឡូវនេះឡើយក្រោយពីលើបែបនេះឈានមូក៏បានលុតជង្គង់សម្ដែងនៅការដឹងគុណចំពោះលោកតាលោកយាយទាំងអស់តាមមេភូមិប្រាប់បន្តក៏ដោយសារតែមនុស្សបានជួបជុំគ្នាវិញការសម្ងាត់ដែលត្រូវបានលាតត្រដាងក៏លាតត្រដាងអស់ហើយរឿងដែលនៅសេសសល់ចាំធ្វើការស៊ើបពេលក្រោយបើទោះបីជាថ្ងៃចូលឆ្នាំកន្លងផុតបាត់ទៅហើយនៅពេលដែលពួកគាត់ត្រឡប់ទៅដល់ភូមិវិញគឺត្រូវតែរៀបចំពិធីញ៉ាំអាហារពេលល្ងាចជួបជុំគ្រួសារអ្នកទាំងអស់គ្នាគឺសុទ្ធតែយល់ស្របបន្ទាប់មកឈិនមូបាននាំពួកគាត់មកកន្លែងទូកព្រះច័ន្ទព្រមទាំងធ្វើការបញ្ជានៅទូកនេះជូនគាត់ទៅទៀតផងព្រឹទ្ធាចារ្យសរសើរហើយថាមូគឺពិតជាអស្ចារ្យឥឡូវនេះប្រែទៅជាអ្នកការពារព្រះច័ន្ទឃ្លាំងអាទិទេពស្ពានអាទិទេពក៏បានផ្សារភ្ជាប់គ្នាដែលវាគឺពិតជាអស្ចារ្យពួកគេចេញផុតទៅក៏ហាក់បីដូចជានៅតែមានអ្វីតាមដាននៅតាមផ្លូវតាក៏បាក់មើលរបស់របរនៅលើទូកនេះបើសិនជាយកត្រឡប់ទៅវិញបាននោះគឺដឹងតែមានហើយលោកយីស៊ីក៏បានសួរថាតាកំបាបើទោះបីជាលោកឯងអាចលើកវារួចតែយកទៅទុកនៅណាទៅហ៊ានទៅទុកក្នុងភូមិខ្ញុំបំបាក់ជើងតែឯងហើយតែសមោងក្រោយមកពួកគេក៏បានដើរថ្មើរជើងបន្តមើលទៅកាន់អ្នកកម្មាប់ទៅគេគឺសប្បាយចិត្តមែនទែនស្ដេចអរិយដើរបណ្ដារូបបណ្ដាក៏ព្រោះថាតាយាយរបស់ឈានមូភិជាច្រើនគឺសុទ្ធតែមាននៅដៃជើងជាពិសេសតាថ្លោះម្នាក់នោះទ្រជារបស់គាត់ស្ដាប់ឮយ៉ាងច្បាស់ហើយអ្វីបានជាភូមិរបស់ឯងត្រូវបានគេហៅថាភូមិចាស់ទុំពីកាអញ្ចឹងក្រោយពីឮអញ្ចឹងឈានមូបានឈប់ក្រឡេកទៅមើលពួកគាត់គិតហើយបើទោះបីជាគាត់បានជួយស្វែងរកនៅរាងកាយផ្នែកខាងក្រោមឲ្យលោកតាកាប់សាច់វិញបានព្រមទាំងជួយដល់តាកំបាក់ព្រមទាំងតាម៉ាផ្សារភ្ជាប់នៅដៃជើងរបស់ពួកគាត់ក៏ប៉ុន្តែពួកគាត់គឺនៅតែមិនទាន់អាចគេចចេញពីភាពងងឹតនៅក្នុងចិត្តបានតាមមេភូមិលោកយាយស៊ីតាថ្នាំតាថ្លង់តាកោព្រមទាំងតាខ្វាក់ពួកគាត់គឺសុទ្ធតែជាប់នៅក្នុងភាពងងឹតក្នុងចិត្តទាំងអស់បើទោះបីជាដូច្នោះក៏ដោយឈិនមូថាគាត់ច្បាស់ជាស្វែងរកនៅមធ្យោបាយដើម្បីជួយឲ្យលោកតាលោកយាយចេញផុតអំពីគ្រោះមហន្តរាយនេះតែសមោងក្រោយមកពួកគេក៏បានត្រឡប់មកដល់ភូមិវិញតាកំបាក់កំពុងសរសេរអក្សរឈិនមូសរសើរថាក្រនបាតែអ្នកពូកែពិតប្រាកដក្រវីក្បាលតែម្ដងបើយើងក្លេកមកលើតុវិញមានអាហារបបោហូហៀគ្រាដែលអ្នកកម្មាប់គេក៏សួររកចំណែកគេដែរឈិនមូក៏បានឲ្យមួយចានធំនៅទីនេះក៏មានភ្ញៀវដែលជាកូនបិសាចទាំងពីរលោកយាយស៊ីនិយាយឲ្យគាត់បានរស់នៅក្នុងភូមិនេះរយៈពេល40ឆ្នាំនេះគឺជាពិធីចូលឆ្នាំដំបូងហើយដែលអ៊ូអរជាងគេគ្រប់គ្នាក៏បានលើកពេងឡើងតែដោយឡែកបើយើងក្លេកទៅកាន់តាមមេភូមិមុខរបស់គាត់មិនរីកតតែសោះគណៈនោះលៀងក៏បានដុតនៅកំជ្រួចលោកយាយស៊ីក៏បានចាប់អារម្មណ៍ទៅកាន់តាមមេភូមិតើតាចាស់នេះកំពុងតែគិតពីអ្វីទៅនៅពេលនេះមើលទៅកាន់អ្នកកម្មាប់លៀងព្រមទាំងហ្វឹងឈីងពួកគេលេងសប្បាយមែនតើឈិនមូក៏បានស្រែកហៅនៅស្ដេចអរិយដែលគេនៅខាងលើកាប់ទៅដល់ថ្ងៃថ្មីភ្ញៀវក៏បានចាក់ចេញត្រឡប់ទៅវិញលៀងលេឈិនមូដោយមិនដាច់ចិត្តបន្ទាប់មកក៏ជាការចាក់ចេញរបស់បរមគ្រូគាត់ប្រាប់ថាតាស៊ីមានអាការសម្ងាត់ជាច្រើនអាចមើលឃើញព្រមទាំងរុករកវាបន្តិចម្ដងមុនពេលដែលគាត់ស្លាប់នោះគឺពិតជាភាពរីករាយមួយអ្នកកម្មាប់គេក៏បានមកទៀតហើយបរមគ្រូប្រាប់កុំឲ្យមេបពិសិដ្ឋជូនដំណើរគាត់អីអ្នកទាំងពីរដើរចេញផុតទៅបន្តិចក៏រលីបាត់អ្នកកម្មាប់គេមិនដាច់ចិត្តតទៅសោះខណៈនោះស្ដេចអរិយទូធានបានមកដល់រំលឹកថាគាត់បាន
ជួយស្វែងរកចាស់ទុំនៅក្នុងគ្រួសារឲ្យឈានមករួចហើយឥឡូវឯងត្រូវតែគ្រប់ពាក្យសន្យាពេលនៅតែកំបាក់ក៏បានមកដល់សរសើរថារបស់នេះគឺពិតជាជំនួយដ៏ល្អមែនបើសិនជាគេអាចនៅទីនេះគេអាចជួយតាលួចបានរបស់កាន់តែច្រើនបែបនឹងស្ដេចអរិយទូធានក៏ចាប់ផ្ដើមភ័យដែរសួរហើយថាឥឡូវកុំប្រាប់ណាថាឯងលេបពាក្យសម្ដីឈិនមូក៏បានបញ្ចេញនៅរបស់មួយរួចហើយដំណើរការដោះលែងនៅមនសិការរបស់ស្ដេចអរិយបន្ទាប់មកគេក៏មាននៅសេរីភាពមើលទៅកាន់រូបរាងរបស់គេទៅធំដូចជាកាលពីមុនចឹងឈិនមូប្រាប់ថាស្ដេចអរិយទូធានលោកមានសេរីភាពហើយក្រោយពីលើដូច្នេះគេតបថាអូដូច្នេះឯងគឺនៅអាចជឿជាក់បានទូធានព្រមទាំងទីនេះគឺជាពិភពលោកពីរខុសគ្នាបន្ទាប់ពីបែកគ្នាថ្ងៃនេះហើយពួកយើងក៏ប្រហែលជាមិនបានជួបគ្នាទៀតទេក្រៅពីនេះទៅទៀតពួកឯងដែលជាមនុស្សមានអាយុខ្លីណាស់តែម្ដងដល់ពេលយើងចាំឯងនោះមើលទៅឯងគឺបានស្លាប់1000ឆ្នាំបាត់ទៅហើយតែឈិនមូប្រាប់ហើយថាគាត់នឹងឧស្សាហ៍ទំនាក់ទំនងព្រោះថាការអន្តោនៅវិញ្ញាណហើយនៅអតីតគាត់ក៏ដឹងអំពីរបៀបធ្វើវាដែរស្ដេចអរិយទូធានស្រាប់តែអស់សំណោចតាក់ទងយើងមែនដែរទេឯងច្បាស់ជាចង់រៀននៅភាសាអរិយយោទូហើយដូច្នេះក៏អាចអានអក្សរនៅលើគម្ពីរនោះឈិនមូតបថាការរៀនសូត្រគ្មានដែនកំណត់បើសិនជាមានពេលអាចជួយបង្រៀនខ្ញុំនៅពេលនេះបានលោកគ្រូស្ដេចអរិយទូធានលើហើយគេក៏បានសោយតែម្ដងនិយាយថាពិភពលោករបស់ឯងវាគ្រោះថ្នាក់ពេកហើយបើទោះបីជាហើយយើងមកក៏យើងមិនមកដែរបន្ទាប់ពីត្រឡប់ទៅវិញគេគឺនឹងស្វែងរកនៅពិភពលោកថ្មីមួយទៀតគឺជាកន្លែងដែលពិជារារបស់គេអាចរស់រានមានជីវិតបានបញ្ជាក់ប្រាប់ថាយើងមិនតាក់ទងឯងទៀតទេឈិនមួយយកនៅរបស់នេះទុកវិញប្រាប់ថាពេលវេលានៅខាងមុខអ្នកណាអាចដឹងបាននោះស្របគ្នាតាមមេភូមិក៏បានមកដល់សរសើរថាឥឡូវនេះមូធំដឹងក្តីហើយសូម្បីតែអរិយដែលនៅពិភពលោកដទៃទៀតដូចជាស្ដេចអរិយទូធានក៏អាចត្រូវបានឈិនមូប្រើប្រាស់បានដែរពិតជាមានសក្តានុពលធ្វើជាថ្នាក់ដឹកនាំតែតាមសរសើរទៅកាន់មូពិតជាក្លាហានដែលបានទៅជួយសង្គ្រោះពួកគាត់ដែលជាចាស់ពិការមកពីតំបន់ហាមឃាត់នេះមិនមែនជារឿងដែលអ្នកណាសុទ្ធតែអាចធ្វើបាននោះទេតាមមេភូមិក៏បានរំលឹកមិនត្រឹមតែប៉ុណ្ណឹងមូបានជួយទៅដល់តាកាប់សាច់តាម៉ាតាកំបាក់ឲ្យស្ដារឡើងនៅរាងកាយរបស់ពួកគាត់ឡើងវិញដែលមិនអាចយកនៅសម្ដីមកពីពរនីបាននោះឡើយមេបៈវ័យក្មេងនៃបបិសាយឋានសួគ៌ឬមួយក៏ជាក្មេងកំព្រាមកពីភូមិវូយើមូមានបន្ទុកច្រើនពេកហើយមើលទៅប្រហែលជាអាចបន្ថែមបន្ទុករបស់ខ្ញុំតូចមួយទៀតក៏គេនៅតែអាចទប់ទល់បានដែរតែថ្នាំលើហើយពិតជាភ្ញាក់ផ្អើលមែនទែនកុំប្រាប់ខ្ញុំណាតាមមេភូមិក៏បានបញ្ជាក់ក៏ព្រោះតែគាត់មានពេលវេលាមិនច្រើននោះទេដូច្នេះដល់ពេលដែលត្រូវបន្តវេននៅទូនេតិហៅមូមកទីនេះហើយមូកំពុងតែលេងសប្បាយជាមួយនឹងលោកតាកំបាឈិនមូទៅដល់ហើយគាត់ក៏បានឲ្យទៅយករបស់ម្យ៉ាងនៅក្រោមក្រែរបស់គាត់បើទោះបីជារៀងងើងឆ្ងល់ឈិនមូធ្វើទៅតាមសម្ដីរបស់គាត់រកចោះរកឡើងនៅទីបំផុតក៏បានឃើញនៅរបស់មួយដូចជាត្រាព្រមទាំងយល់ថារបស់ដែលដាក់ក្រោមក្រែអញ្ចឹងគឺច្បាស់ជាមិនមែនរបស់កម្រអីនោះទេយកប្រគល់ឲ្យតាមមេភូមិរួចហើយគាត់ក៏បានប្រាប់ថានេះគឺជាត្រាអធិរាជមនុស្សជារបស់ដែលបានបន្សល់ទុកពីអធិរាជមនុស្សជំនាន់ដំបូងជាវត្ថុទៅពិសិដ្ឋកម្ពុជានៃពុយពងរបស់ពួកយើងនៅថ្ងៃនេះគាត់ទទួលឈិនមូធ្វើជាសិស្សព្រមទាំងផ្ទេរនៅទំនួលខុសត្រូវទៅលើខ្លួនរបស់ឈិនមូចាប់ពីពេលនេះតទៅឯងគឺជាអធិរាជមនុស្សបន្ទាប់ហើយក្រោយពីលឿនចឹងឈិនមូគឺពិតជារំភើបមែនតែនអធិរាជមនុស្សធ្វើជាអធិរាជមែនដែរទេព្រឹទ្ធាចារ្យក៏បានសួរថាតើអធិរាជមនុស្សប្រកាសថាអង្គុយនៅទីខ្ពស់ជាងគេហើយមែនទេវាមិនតាក់ទងទៅនឹងអំណាចនោះទេមានតែទំនួលខុសត្រូវឈិនមូដូចជារៀងសង្ហាចិត្តគាត់និយាយបន្តថាអធិរាជមនុស្សមិនបានសំដៅទៅលើការត្រួតត្រានៅសភាវៈទាំងឡាយនៅក្នុងពិភពលោកឬមួយក៏ក្តៅក្តាប់អំណាចប្រកាសសង្គ្រាមកាប់សម្លាប់តាមតែចិត្តយកឈ្នះនៅអ្នកដែលបដិសេធមិនព្រមចុះញោមនោះឡើយអធិរាជមនុស្សគឺជាស្ថានភាពនៃផ្លូវចិត្តមួយជាប្រភេទនៃគុណធម៌មួយក្រោយពីលឿនចឹងឈិនមូសួរឲ្យថាលោកតាតើពុយពងរបស់ពួកយើងអត់មានវត្ថុទើបអីផ្សេងពីនឹងទេប្រគល់ឲ្យលោកតាវិញគាត់ក៏បានគប់យកតែម្ដងយើងបានប្រគល់ត្រាអធិរាជមនុស្សឲ្យហើយឯងគឺជាអធិរាជមនុស្សនៃជំនាន់នេះតាថ្នាំលឺហើយក៏ចង់ភ្ញាក់ឈិនមូឆ្ងល់ដែរថាបែបនេះមែនទេគាត់ក៏បានតបថាពួកយើងមិនមែនជាបកឬក៏ជាអ្នកត្រួតត្រានៅប្រទេសឯណានេះមួយនេះគឺជាគេដំណើរដែលបន្តវេនគ្រប់ជំនាន់រាល់ជំនាន់នីមួយៗមានមនុស្សតែម្នាក់តែប៉ុណ្ណោះជាទូទៅគេត្រូវជ្រើសរើសនៅមនុស្សដែលមានប្រាជ្ញាបំផុតនៅក្នុងសម័យកាលអ្នកដែលមានទេពកោសល្យបំផុតដើម្បីឲ្យក្លាយទៅជាអធិរាជមនុស្សក៏រឿងនោះគាត់ក៏បានដកដង្ហើមធំក៏ព្រោះថានៅជំនាន់នេះអ្នកដែលមានប្រាជ្ញាជាងគេបំផុតនោះគឺជារាជគ្រូយានខាងក៏ប៉ុន្តែគេបានរកឃើញនៅផ្លូវរបស់ខ្លួនឯងហើយខ្លាចថាពិបាកដើម្បីឲ្យគេទទួលយកនៅគេដំណើរនឹងទូនីតិទាំងនេះណាហើយគាត់ក៏ខ្ជិលដើម្បីធ្វើដំណើរបន្តពីគិតចុះគិតឡើងរួចហើយគឺមានតែឯងនោះទេដែលនៅស័ក្តិសមបំផុតឈិនមូក៏បានទៅចិត្តថាលោកតាមេភូមិក៏បង្ខំអីខ្ញុំនៅតែគិតថាតាអាចស្វែងរកមនុស្សដែលល្អជាងខ្ញុំបានលោកតាតបទៅវិញហើយថាបន្តពីចេញទៅក្រៅថ្លើមឯងកាន់តែធំមកមែននេះឥឡូវនេះហ៊ានតមាត់ផងឯងគិតថាធ្វើជាអធិរាជមនុស្សដាច់យ៉ៃពេកគ្មានផលប្រយោជន៍មែននេះដូច្នេះហើយទៅមិនចង់ធ្វើតើឯងចង់ធ្វើជាអធិរាជមនុស្សឬមួយក៏អត់ឈិនមូប្រញាប់តបថាធ្វើព្រោះតែគាត់មានការងារអាក្រក់ជាច្រើននៅក្នុងដៃរួចហើយបន្ថែមការងារជាអធិរាជមនុស្សមួយទៀតនឹងក៏មិនជាបញ្ហាអ្វីនោះដែរ
តាមមេភូមិនិយាយទៅកាន់ឈិនមូមានដឹងអត់ថាមានមនុស្សប៉ុន្មានអ្នកដែលអង្វរគាត់ឲ្យផ្ដល់នូវគេដំណើរនេះទៅឲ្យពួកគេតែគាត់មិនចង់នោះទេហើយឥឡូវនេះឈិនមូបែរជាធ្វើខ្លួនដូចជាមិនចង់ទៅវិញឈិនមូតបឲ្យមិនមែនចឹងនោះឡើយក៏ដោយសារតែឋានៈនេះវាដូចជាគ្មានបានការតាមមេភូមិប្រគល់នៅស្នៀតដៅឲ្យខ្ញុំជំនួសវិញទៅចំណែកឯឋានៈជាអតីតមនុស្សប្រហែលជាអាចប្រគល់ទៅឲ្យអ្នកផ្សេងលើហើយតាមមេភូមិកាំងតែម្ដងនិយាយបណ្ដាមើលទៅកាន់តាឋានៈបណ្ដាតើគេកំពុងតែមើលងាយវាមែនទេធ្វើជាអតីតមនុស្សគឺជារឿងអាម៉ាស់ណាស់មែនអត់កាន់តែប្រហើនទៅឲ្យតាឋានៈក្រោយពីលេងចឹងក៏បានឲ្យតាចៅពួកគេនិយាយគ្នាតាមស្រួលទៅគាត់ទៅឆែកសាឡាត់សិនតាមមេភូមិនិយាយទៀតឲ្យថាតាមពិតទៅគាត់ខ្ជិលស្វែងរកមនុស្សផ្សេងនោះទេបើមិនចឹងគឺច្បាស់ជាអាចរកនៅអ្នកដែលស័ក្តិសមជាងឈិនមូទៅទៀតបែបនេះឈិនមូសួរឲ្យថាខ្ញុំមែនទេគឺជារឿងកាយកំពូលតែមាននរណាអាចល្អជាងខ្ញុំទៅនៅពេលនោះតាមេភូមិដូចជារៀងចង់គាំងព្រមទាំងរបួសចាស់រើឡើងឈិនមូប្រាប់ឲ្យថាកុំឲ្យតាមេភូមិខឹងអីគាត់មិននិយាយប្រដេះទៀតនោះទេតាមេភូមិដោយសារតែឈិនមូចេះគិតគូរបែបហ្នឹងអញ្ចឹងគេដំណើរអតីតមនុស្សនេះគឺពិតជាស័ក្តិសមទៅនឹងឈិនមូមើលទៅកាន់មុខមករបស់ឈិនមូទៅក៏ដឹងហើយគាត់ក៏បានឲ្យចាំទៀតអ្នកដែលបានខ្លាយទៅជាអតីតមនុស្សមាននៅទំនួលខុសត្រូវតែមួយប៉ុណ្ណោះសម្លាប់ព្រះសម្លាប់អរិយសម្លាប់ឋានសួគ៌រីឯពពួកព្រះឲ្យពពួកព្រះធ្វើកិច្ចការងាររបស់ពួកគេពពួកអរិយឲ្យពួកគេធ្វើការងារគេពពួកមនុស្សក៏ឲ្យពួកគេចាត់ចែងការងារដោយខ្លួនឯងមិនចាំបាច់រវីរវល់នោះឡើយហើយសម្រាប់កិច្ចការងារមនុស្សលោកធម្មតាបើសិនជាព្រះនិងអរិយហ៊ានឈឺឆ្អើលកាត់ផ្ដាច់នៅដៃរបស់ពួកគេបើសិនជាព្រះនិងអាទិទេពហ៊ានដឹកនាំអញ្ចឹងកាត់ក្បាលរបស់ពួកគេនៅពេលដែលឯងខ្លាំងគ្រប់គ្រាន់ទំនួលខុសត្រូវគឺនឹងកាន់តែខ្លាំងបញ្ជាក់ទៀតឲ្យថាត្រូវសម្លាប់ព្រះសម្លាប់អរិយសម្លាប់ឋានសួគ៌ការងារតែមួយនៃអតីតមនុស្សមើលទៅមិនស្រាលនោះទេចង់បញ្ចប់នេះសាច់រឿងគេក៏បានរៀបរាប់អំពីត្រាអតីតមនុស្សវាត្រូវបានគេនិយាយថាបន្ទាប់ពីមាននៅចលាចលដ៏ធំនៃពេលវេលាបុរាណកាលព្រះព្រមទាំងអរិយទាំងឡាយក៏បានធ្លាក់ចុះទៅក្នុងភាពអន់ខ្សោយខណៈពេលដែលគ្រោះមហន្តរាយបានរីករាលដាលគ្រប់ទីកន្លែងពេលនោះគឺជាអតីតមនុស្សដែលបានដឹកនាំពួកគេឆ្លងកាត់នៅឧបសគ្គរាប់មិនអស់ចាក់ចេញពីភាពអស់សង្ឃឹមព្រមទាំងចូលមកក្នុងទឹកដីថ្មីមួយនេះពូជពងរាប់មិនអស់ក៏បានចងចាំនៅគុណបំណាច់ព្រមទាំងក្តីមេត្តាដូច្នេះបានរំលាយនៅវត្ថុទិព្វនៃពូជពងរបស់ពួកគេបង្កើតទៅជាត្រាមួយរួចឲ្យថ្វាយដល់អតីតមនុស្សចំនួនបន្តបន្ទាប់ក៏បាននិទានតគ្នាថាអ្នកណាដែលកាន់នៅត្រាអតីតមនុស្សគឺជាអតីតមនុស្សនៅពេលដែលត្រាអតីតមនុស្សបង្ហាញខ្លួនហើយនោះគ្មាននរណាម្នាក់ដែលហ៊ានប្រឆាំងនោះទេជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់បាក់ដែលតែងតែគាំទ្រអធ្យាស្រ័យបើសិនជាមានកំហុសខុសឆ្គងព្រមមិនផ្លាប់បដោទាំងនេះទៅហូរជួបគ្នានៅក្នុងពិភពគុណបាយបាយ